เลยก่อนให้เดี๋ยวใส่ยังเก็บทากอดเธอการให้จรานนักเมียนสุขมาจรานนะปนตานักเมียนลุยจรานมันเต้นแบบยังเกิดตื่นปนตาประมาณเนี้ยได้กอดเห็นบริจาคถาวิกากอดพอดอลลาร์กาเนี่ยเอากอดมากรอมิบังริบิสเนสแพลนนั้นเฟอร์กิจการนั้นให้จองเมื่อทำเมียนพลายกาอดกำร้อนะติดนะโดยเฉพาะให้ยังเธอต้องออกในแต่ประกาศฟันประกาศมูลนิธิประกาศกรมนำใบพัดดาววิญญาณต้นจะเลยขมิ้นจะเลยอยู่กับจนในปัญญาวันของนั้นแต่สำคัญบ่มพ้นเนี่ยยังพอดออากาศกดสหการในเส้นแล้วส่งไปจากกรมหุ้นหนึ่งสกอร์เฟียไลท์วิชง่ายบิขณีบ่าสกเกคือทาสาระหนึ่งกรมหุ้นกิจการขณีบ่าในขณีโดยฉะนั้นให้ขมิ้นกิมีอากาศดักเตยกิโยตเทรนตามจำนวนบอกกียังออเดยังคลายคาดยังคลายบัตรจำแนกดังยังคลายvì Paul bây giờ ở bán rồi cho nên dân sơ cho tôi đã đo cúng đo dùng về chốn đo bánh vần này rồi cho nên đáchแต่ lại việc này anh đangขาดtừngกรมหุ้นขาดtừng score phía láiขาดtừngประเทศจีนขาดtừngเศรษฐกิจของประเทศจีนโดยฉะนั้นตามอยู่บอกย่อมบางทีสกเกจิตใจแต่เธอไม่กระดอยตุ่มรายการเอาสกอร์phía láiนั้นรายการจับได้กูอโมยูนั้นดำใบตีนซะมาบ่งเรียนมาวักเวิร์นมาหัดกาให้รีบจำแผนการดำใบช่วยฟันเราละหาบกอเพื่อการเลิกตึกจัดเอาก็เรียนเพื่อให้นังอ่านในวอดยังเอาตอนดอนนั้นยังได้ไปไว้นี่ยังคือในก่อนในไม่ในใครบันบ้องมากรมแล้วก็กับวันสระชื่อเพื่อมีระเบิดบ่าខ្ញុំจะគិតថាបើសិនតែគាត់មានទេពកោសល្យបែបហ្នឹងគាត់ធ្វើមីល្ពើបានហើយថ្ងៃក្រោយគាត់អាចវិច្ឆ័យនាំចេញបានទីមួយអាចចំនួនការនាំចូលមីថៃឬក៏មីវៀតណាមអីជាដើមអាចប្រើមីល្ពើវិញប៉ុន្តែទី2ទៀតចិត្តតែសម្លឹងមើលថាមានស្ថាប័នណាយកចិត្តទុកដាក់ចំពោះក្មេងហ្នឹងទេក្រែងលោទីទៀតស្រាប់តែមិនទាន់បានចេញលទ្ធផលនេះផងស្រាប់តែគេ copyright យកនៃមីល្ពើរបស់គាត់ទៅបាត់តែគាត់ធ្វើយ៉ាងម៉េចវិញអាហ្នឹងខាពារឲ្យរបៀបម៉េចនៅពេលដែលគេមានទេពកោសល្យអញ្ចឹងបាទយើងអត់ទាន់ផ្ដល់តម្លៃទៅលើខាងសិទ្ធគេហៅ logo pattern ឬក៏របស់យើងយើងអត់ទាន់មានសិទ្ធិការពារអានឹងច្បាស់លាស់ហើយក្មេងៗដែលថាគាត់ជាអ្នកបញ្ញវន្តបកកែអ្នកច្នៃប្រឌិតគាត់ដឹងតម្រូវការទៅធ្វើម៉េចគាត់ទៅចុះឈ្មោះម៉េចនៅក្រសួងដើម្បីរក្សាសិទ្ធិម៉េចអីម៉េចប៉ុន្តែចំពោះរឿងមីអញ្ចឹងវាគេយូរហើយគេធ្វើយូរហើយគាត់ថានេះជា flavor គាត់ថែមគ្រឿងគាត់ថែមទេតែរបស់អញ្ចឹងគេធ្វើយូរហើយយើងចង់បានក្រុមដូចអញ្ចឹងរាប់ម៉ឺនលានអ្នកទៀតមិនម្នាក់អីយើងត្រូវការច្រើនជាងទៀតប៉ុន្តែឥឡូវនេះក្មេងៗពួកគាត់ហ្នឹងគាត់តាមគ្នាទីច្រើនវប្បធម៌ខ្មែរយើងជួយចិត្តធ្វើតាមគ្នាគាត់ដើរផ្លូវទាំងក្រុមvàធ្លាក់ទាំងអស់គ្នាគាត់ហ៊ានបែកមេឃគាត់ហ៊ានដើរបែកឆ្វេងបែកស្ដាំបាទដើម្បីធ្វើម៉េចឲ្យវាលូតលាស់ដើមឈើឲ្យវារីកធំសាខាច្រើនប៉ុន្តែយើងដើរត្រង់ស្គុយដើមឈើតែមួយដើរដូចដើមស្រលអញ្ចឹងដូច្នេះតែពេលខ្យល់មកបាក់អារម្មណ៍ទាំងអស់យើងត្រូវការឲ្យក្មេងរៀបចំបង្កើតធ្វើឆ្នៃបណ្ឌិតច្រើនចឹងទៀតអាហ្នឹងតើតែTescoពីសហគមន៍Tescoពីក្រសួងTescoពីរដ្ឋាភិបាលប៉ុន្តែTescoគ្រប់គ្រងជាងគេពីសហគ្រិនធំបញ្ញវន្តសហគ្រិនធំអ្នករ៉ូស៊ីដែលមានកម្លាំងថវិកាកម្លាំងចិត្តកម្លាំងកាយហ្នឹងជួយគ្រប់គ្រងគាត់តែឥឡូវអត់យើងនៅខ្សោយនៅខ្វះខាតច្រើនណាដូច្នេះហើយខ្ញុំគិតថាថ្ងៃក្រោយយើងនឹងមានប្រជាជនខ្មែរច្រើនជាពិសេសប្រជាជនខ្មែរកូនចៅចិនកូនចៅវៀតណាមកូនចៅថៃនេះដែលនៅស្រុកខ្មែរនេះគ្រាបជញ្ជក់ចំណេះដឹងហើយនៅផលប្រយោជន៍ពីកូនខ្មែរនេះយឺបែបឲ្យទៅវិញឲ្យដល់កូនខ្មែរយើងវិញក្នុងការឲ្យការងារធ្វើក្នុងការឧបត្ថម្ភទុនក្នុងការឲ្យចំណេះផ្ដល់ការហាត់ការបើមិនចឹងទេវាអត់បានផលដល់សង្គមទេយើងមកយើងយកយើងទៅមកយកយើងទៅអ្នកខ្លះបញ្ជូនហ្វាន់ទៅក្រៅអស់បញ្ជូនហ្វាន់ទៅស្រុកអស់អញ្ចឹងតើផលប្រយោជន៍ទៅលើកូនខ្មែរអីគេវាអត់មានអាហ្នឹងយើងតម្រូវការអាហ្នឹងតើយើង set policy មួយអ្នកឯងមករកស៊ីមានឱកាសរកស៊ីចំណេញនៅស្រុកខ្មែរប្រមាណភាគរយនៃប្រាក់ចំណេញត្រូវបង្កទុកវិនិយោគបាទវិនិយោគបន្តឲ្យមនុស្សក្នុងប្រទេសនេះហ្នឹងហើយប៉ុន្តែយើងអត់ទាន់មានយើងមិនបានធ្វើច្បាប់យ៉ាងទេអ្នកចំណេញគឺយកទៅខ្ញុំមិនដឹងថាមានអត់ទេប៉ុន្តែយើងអត់ទាន់ enforce អត់ទាន់ជំរុញឲ្យអនុវត្តច្បាប់ហ្នឹងបាទពួកខ្ញុំឃើញថាយើងមានកង្វះខាតច្រើន
មួយទៀតផងដែរអានេះយើងមិនដឹងថារដ្ឋាភិបាលគាត់មានអត់តែខ្ញុំគិតថាឥឡូវគាត់ពងសកម្មខ្លាំងដើម្បីធ្វើយ៉ាងម៉េចឲ្យកូនខ្មែរយើងប្រទេសខ្មែរយើងលូតលាស់ព្រោះគោលដៅរបស់គាត់គឺធ្វើម៉េចឲ្យយើងខ្លាំងប្រទេសយើងខ្លាំងអញ្ចឹងខ្ញុំឃើញថាបើខំធ្វើខ្លាំងតើយើងពិតជ្រុលច្បាប់នេះមួយទៀតការពារផលប្រយោជន៍ដល់សង្គមឥឡូវថាយើងជំរុញឲ្យប្រជាជនធ្វើស្រែចម្ការប៉ុន្តែយើងបាន invest បានវិនិយោគទៅលើ irrigation ប្រព័ន្ធទឹកធារាសាស្ត្រហើយអាហ្នឹងយើងមិនទាន់មានទេបាទដើម្បីឲ្យប្រជាជនយើងមានទឹកចិត្តធ្វើហើយធ្វើកុំឲ្យពឹងតាមរដូវធ្វើតាមគេហៅជាក់ស្ដែងទី1ទី2តើបើសិនបានផលយើងមានប្រព័ន្ធការពារប្រជាជននៅដើម្បីផលិតផលរបស់គាត់នេះកុំឲ្យវាស្អុយចោលកុំឲ្យវាធ្លាក់តម្លៃកុំឲ្យប្រជាជនបាក់ទឹកចិត្តអញ្ចឹងមានន័យថាត្រូវតែទប់តម្លៃហ្នឹងហើយទិញយកឡើងមកដើម្បីធ្វើយ៉ាងម៉េចជំរុញទឹកចិត្តឲ្យប្រជាជនបន្តធ្វើចឹងបានតើយើងទប់កុំឲ្យតំណែងចូលវាយតម្លៃប្រទេសរបស់ខ្មែរធ្លាក់ចុះបើយើងនៅតែឲ្យតំណែងចូលហើយតម្លៃខ្មែរធ្លាក់ចុះហើយនាំចេញអត់បានអាហ្នឹងនៅតែបរាជ័យតែដោយសារតែយើងជាសមាជិក WTO បើសិនជាយើងការពារ protect នៃតំណែងរបស់យើងអាចខុសច្បាប់សមាជិក WTO ជាដើមទេអញ្ចឹងយើងបង្កើតទីផ្សារសេរីអញ្ចឹងយើងបង្កើតច្បាប់ដើម្បីឲ្យនាំចេញបាទតើយើងមានប្រព័ន្ធការពារដើម្បីនាំចេញបានអត់ប៉ុន្តែដល់ពេលផលិតចេញមកឬផលិតដលងឬក៏របស់របរផ្សេងលពៅយើងហើយដល់ពេលស្វាយយើងអញ្ចឹងណាយើងអត់មាននាំចេញបានបាទយើងនាំចេញហើយអត់មានទីផ្សារណាដែលថាជា wholesale ក្រុមហ៊ុនធំដែលនាំទិញមកនាំចេញបានប៉ុន្តែតែយើងផលិតច្រើនតម្លៃចុះព្រាមបាទហើយនាំចេញគឺអត់មានប្រព័ន្ធការពារទៅទីផ្សារជាអ្នកវាយតម្លៃដែលខ្លួនឯងឬមួយក៏រដ្ឋជាអ្នកចាត់ចែងតម្រង់ទិសដែរបាទអាហ្នឹងគឺទាំងអស់ទី1រដ្ឋាភិបាលទី2សហគមន៍សមាគមដែលជាដូចជាសមាគមខាងអ្នករុស្ស៊ីដូចសភាពាណិជ្ជកម្មទាំងអស់ហ្នឹងគឺត្រូវការពារទៅចេញច្បាប់ទៅរៀបចំហើយទៅតាមដានត្រូវអនុវត្តហើយទៅប្រមូល policy ហ្នឹងទៅធ្វើយ៉ាងម៉េចដើម្បីការពារផលិតផលកូនខ្មែរយើងនេះកុំឲ្យចុះតម្លៃកុំឲ្យខូចហើយកុំឲ្យបាក់ទឹកចិត្តឥឡូវនេះយើងអត់ទាន់មានប្រព័ន្ធការពារហ្នឹងដូច្នេះហើយអ្នកធ្វើមានអារម្មណ៍ថាអត់បានផលជួនកាលធ្វើមកជីវិតមួយឆ្នាំហ្នឹងហត់ហើយទៅពាក់លុយគេច្រើនចុងក្រោយអត់មានលទ្ធផលអត់មានសមត្ថផលពីព្រោះទី1យើងអាចនិយាយថាអត់មានប្រព័ន្ធទឹកណាបាទទី2អត់មានប្រព័ន្ធនាំចេញទី3អត់មានប្រព័ន្ធការពារដើម្បីធ្វើម៉េចរបស់ហ្នឹងកុំឲ្យចុះតម្លៃហើយកុំឲ្យយកចេញអត់បានឥឡូវយើងអត់ទាន់មានច្បាស់លាស់អញ្ចឹងយើងអាចនិយាយថាប្រជាជនក៏បាក់ទឹកចិត្តបាទឥឡូវសូមបកទាញអារម្មណ៍លោកបណ្ឌិតទៅដល់វិទ្យាសាស្ត្រយើងពិសាពីរឿង risk ហានិភ័យហើយយើងឃើញក្មេងៗចាប់ផ្ដើមបង្កើតជាមួយនេះមួយហូហែមានកាហ្វេមានអីច្រើននោះហើយក៏ប៉ុន្តែតាមក្បួនខ្នាតរស់ស៊ីធ្វើម៉េចឲ្យត្រឹមត្រូវដើម្បីឲ្យជោគជ័យកុំឲ្យបរាជ័យដែលលោកសាស្ត្រពីដើមទីនេះថា 90% សឹងបរាជ័យដោយសារគេហៅថាមិនមានគ្រឹះហ្នឹងតាមក្បួនខ្នាតត្រឹមត្រូវតើត្រូវធ្វើយ៉ាងម៉េចដើម្បីពេលដែលរស់ស៊ីទៅឲ្យជោគជ័យតែម្ដងកុំឲ្យវាបរាជ័យទេយើងនិយាយពីសហគ្រិនវ័យក្មេងឥឡូវសំទោសកុំឲ្យប្រកាន់ដូចមេជីវិតប្រុសអញ្ចឹងរាប់ពាន់លានអ្នកបាទស្រុកខ្មែររាប់លានអ្នកប៉ុន្តែបោលទៅដល់ល្ងិតល្ងល់ហើយចុងក្រោយបានតែមួយរស់ទេបាទដោយសារបោលអត់មានទិសដៅបាទហើយធ្វើដូចគ្នាទៅទិសតែមួយតែទៅទិសតែមួយគឺតម្រូវការតែមួយចឹងទាំងអស់ងាប់ទាំងអស់បាទអញ្ចឹងគាត់ត្រូវមើលឃើញថាប្រទេសទាំងមូលសក្តានុពលច្រើនណាស់ត្រូវចេះគិតចេះមើលឃើញអាកាសហើយធ្វើផ្សេងគ្នាហើយមើលអាកាសឃើញធ្វើកើតតគាត់មានគ្រឹះបាទគ្រឹះទី1វិស័យអប់រំនឹងឯងមនុស្សយើងមើលឃើញច្បាស់ជាងអ្នកដទៃចេះជាងអ្នកដទៃគិតភ្លឺជាងអ្នកដទៃដល់អាស្រ័យទៅលើចំណេះដឹងបាទចំណេះដឹងហ្នឹងគឺថាឲ្យគាត់រៀនហើយឲ្យគាត់រៀនដល់ជ្រៅហើយឲ្យគេចេះធ្វើការយកបទពិសោធន៍ពេលយកបទពិសោធន៍គាត់ឃើញក្នុងក្រុមហ៊ុនគេគ្រប់គ្រងធនធានមនុស្សម៉េចបាទគេរលុយម៉េចហើយគេប្រតិបត្តិការម៉េចបាទគេបង់តាក់ម៉េចគេបង់បតង់ម៉េចគេចុះឈ្មោះក្រុមហ៊ុនម៉េចបាទគេចរចាគ្នាម៉េច
cứ non tình cho